មុខម្ហូបថ្ងៃនេះគ្រាន់តែបើកក្បាលវីដេអូឡើងបងប្អូនណាគឺដឹងថាគួរឲ្យចង់ញ៉ាំដែរបងប្អូនមើលថាសัตว์អីនេះបងប្អូនធ្លាប់តែឃើញបំពងទាបំពងមាន់ណាថ្ងៃនេះមកបំពងក្រួចម្ដងសម្រាប់ធ្វើក្រួចង៉ាំងៅវិញម្ដងបងប្អូនធ្លាប់តែទាង៉ាំងៅថ្ងៃហ្នឹងមកក្រួចង៉ាំងៅវិញម្ដងក្រួចធំល្អមែនតែនជាពិសេសក្រូចធម្មជាតិផ្សិតតែពងហ្មងឥឡូវយើងបំពងឡើងស្រួយបែបហ្នឹងមកបងប្អូនណាសម្រាប់យកមកធ្វើក្រួចង៉ាំងៅរបស់យើងបើយើងមិនឲ្យបំពងស្រួយទេក្រួចង៉ាំងៅរបស់យើងអត់ឆ្ងាញ់ទេវាស្បែករីកចឹងយើងត្រូវបំពងឲ្យក្រៀមបន្តិចទើបស្បែកយើងវារៀងស្រួយពេលដែលយើងយកទៅស្លទៅវារីកល្មមតែម្ដងឥឡូវឡើងក្រហមបែបហ្នឹងគឺឆ្អិនមកទៅហើយវាបានចុចទឹកម្រេចក៏អែមដែរប៉ុន្តែយើងចង់ឆ្នៃធ្វើជាសម្លដើម្បីញ៉ាំមួយបាយបងប្អូនណាគឺយើងយកមកស្លបន្តទៀតសម្រាប់តែឥឡូវកុំឲ្យចាំយូរមកធ្វើក្រួចបំពងធ្វើក្រូចង៉ាំងៅទាំងអស់គ្នាណាជាដំបូងឡើងក៏មានក្រូចមួយកញ្ច្រែងសម្រាប់មកបំពងណាយើងយកតែក្រូចមេពងបែបហ្នឹងមកបងប្អូនណាទៅបំពងទៅវាឆ្ងាញ់អញ្ចឹងហើយដល់ពេលយើងស្លទៅមានជាតិខ្លាញ់នៅក្នុងស្រាប់យើងមិនប្រើពេញឆាច្រើនទេចាំនាំតលាន់នេះណាឥឡូវក៏ធ្វើការដាក់ប្រេងឆាចូលក្នុងខ្ទះថែមតិចប្រេងឆាយើងបំពងមួយហើយមិញតែអត់បានថតអញ្ចឹងហើយក៏ថែមប្រេងឆាយើងទៀតបន្តិចទៀតទៅដើម្បីបំពងក្រូចរបស់យើងក្រូចនេះធំណាស់បងប្អូនណាយើងទិញនិយាយថាតាមផ្ទះយើងចាំរៀងខ្លួនយើងវាបានធំអញ្ចឹងមិនដូចក្រូចគេបោះមកទីផ្សារតូចទេអញ្ចឹងណាយើងត្រូវធ្វើការបំពងក្រូចជាមុនសិនមុននឹងយើងស្លចូលដល់វគ្គពិសេសណាបងប្អូនត្រូវបំពងក្រួយឬក៏បងប្អូនចង់ធ្វើង៉ាំងៅទាអីដូចតែគ្នាដែរបងប្អូនគាត់ឥឡូវមើលក្រូចបំពងវិញម្ដងតើវាខុសគ្នាត្រង់ណាតាពិតទៅមិនខុសគ្នាទេបងប្អូនណាដូចតែក្រួចដូចតែទាដូចតែមាន់ដែរទេគឺធ្វើប្រភេទក្រួចង៉ាំងៅទាង៉ាំងៅឬក៏មាន់ង៉ាំងៅបែបហ្នឹងបងប្អូនណាឥឡូវបំពងក្រូចយើងឲ្យទោះតែស្រួយមកអានេះយើងទើបតែដាក់ឲ្យវាក្រៀមមកខាងចាំយើងប្រេអញ្ចឹងណាបាច់ចាប់ប្រេភ្លាមក៏បានហើយយើងដាក់តែពេញឆាឲ្យតែក្តៅមកយើងបំពងឲ្យយូរនេះមកដើម្បីឲ្យក្រូចរបស់យើងវាកាឡាតល្អអញ្ចឹងណាមិនថាត្រីមិនថាក្រូចទេបងប្អូនឲ្យយើងបំពងឲ្យក្រៀមអាសាមកខាងហើយចាំយើងប្រេគឺល្អមែនតើអត់បែកអត់អីល្អមែនតើត្រីក៏ដោយគឺនេះជាតិចនិចពិសេសសម្រាប់បំពងត្រីបំពងអីបងប្អូនក៏ធ្វើបែបហ្នឹងទាំងអស់ណាគឺល្អមែនតើឥឡូវក្រួចរបស់យើងនោះក៏កាឡាតបណ្ដើឲ្យបងប្អូនក៏ដាក់ឲ្យនៅកែរហូតដល់ក្រៀមបន្តិចមកណាចាំមើលដល់ពេលនៅស្លយើងដាក់ស្លដាំទឹកស្លទៅវានៅតែរីកមកមើលទៅថាស្រួលទៀតយើងបំពងឡើងក្រៀមប៉ុណ្ណឹងហើយហ្នឹងណាពេលសាច់ក្រូចយើងឡើងស្វិតល្អមែនតើពេលដែលយើងធ្វើជាម្ហូបមុខនេះពេលដែលយើងបំពងវាស្រួយហើយអញ្ចឹងយើងយកទៅស្លបងប្អូនគឺសាច់ក្រូចរបស់យើងឡើងរឹងក្នុងគឺឆ្ងាញ់មែនតើឥឡូវក៏ហូមប៉ុណ្ណឹងបណ្ដើហើយសន្មតថាយើងដាំទឹកចាំម្ដងហើយបងប្អូនណាក្រូចយើងស្រង់ទុកយើងដាំទឹកតែម្ដងបងប្អូនខ្ជិលបងគាត់ក៏ទឹមបំពងក្នុងឆ្នាំងហ្នឹងហើយចាំចាក់ទឹកហើយចាំដាក់ក្រូចក៏បានដែរអញ្ចឹងវាមាន2 3ប្រភេទសម្រាប់បងប្អូនជ្រើសរើសតែខ្ញុំថ្ងៃនេះក៏ដាំទឹកចាំដែរបងប្អូនណាចាំបំពងខ្ទឹមដាក់ជាក្រោយក៏បានអញ្ចឹងវាដូចតែគ្នាទេឡើងធ្វើការដំឡើងហ្គាសបន្តិចមកឲ្យភ្លើងហ្គាសយើងឲ្យឡើងខ្លាំងបន្តិចអញ្ចឹងសម័យឥឡូវវាជឿនលឿនដែរអញ្ចឹងយើងមិនមែនសូវនៅប្រើអុសពេកទេគឺមានហ្គាសមានក្រានភ្លើងអីចឹងណាឥឡូវយើងធ្វើទឹកស៊ុបរបស់យើងគឺមានស្ករត្នោតដើម្បីឲ្យមានរសជាតិឆ្ងាញ់ដាក់ប៊ីចេងបន្តិចមកស្ករបន្តិចមកតែស្ករត្នោតហ្នឹងគេនៅដាក់ប៊ីចេងស្ករសបន្តិចដែរណាបងប្អូនតមកក៏ទឹកត្រីដាក់បន្តិចមកចំនួន2ស្ព្រាបាយអីមកអញ្ចឹងណាអញ្ចឹងទឹកស៊ុបនេះធ្វើងាយតែម្ដងបងប្អូនណាគឺខ្ញុំដៃម្ខាងរៀងញ័រដៃបន្តិចឯណាគឺធ្វើម្នាក់ឯងថតម្នាក់ឯងកាមេរ៉ាមែនក៏ខ្លួនឯងគឺធ្វើក៏ម្នាក់ឯងស្លោអញ្ចឹងឥឡូវក៏ពឹកយើងពុះហើយចាំអីទៀតក៏យើងដាក់ក្រូចយើងចូលមកតោះដាក់ក្រូចទៅយើងដាក់ទឹកស្រស់យើងមិញទឹកដែលយើងលាយហើយគ្រឿងមិញណាហ្នឹងហើយធ្វើទឹកស៊ុបបងប្អូនមានប្រភេទស៊ុបមាន់ដុំដាក់មកដុំអីទៀតមករសជាតិកាន់តែឆ្ងាញ់មានឆ្អឹងជ្រូកដាក់ឆ្អឹងជ្រូកមកកន្លែងហ្នឹងបងប្អូនក៏អត់មានដូចតែខ្ញុំទៅតាមផ្ទះរៀងខ្លួនទៅមើមទៅអញ្ចឹងក៏ដាក់ក្រូចមកបងប្អូនណាគឺដាក់ចូលមកនៅក្រូចយើងបែបហ្នឹងអញ្ចឹងដាក់ផ្លុកមកបងប្អូនគឺតំណងមែនតើយើងអត់សូវប្រើប្រេងឆាច្រើនទេណាយើងសុបបីយើងបំពងខ្ទឹមក៏យើងប្រើប្រេងឆាបន្តិចតែអញ្ចឹងកុំឲ្យតលាន់
ដើម្បីយើងហូបបានច្រើនអញ្ចឹងយើងកុំប្រើប្រេងឆាច្រើនពេកអញ្ចឹងទៅហើយក៏ដាក់ហើយក៏ក្រើបទុកមួយសបកមកពេលដែលពុះមកគឺឈ្ងុយឈ្ងប់តែម្ដងចេញគ្រឿងយើងបងអូនឥឡូវពុះរួចជាស្រេចហើយឲ្យពុះមួយសបកមកចាំយើងមកធ្វើបន្តទៀតឥឡូវយើងដាក់ក្រូចងាំងៅចំនួន2គ្រាប់មកបងប្អូនចន្លោះតែយើងមួយឆ្នាំងប៉ុណ្ណឹងយើងស្លោតែយើងប៉ុណ្ណឹងយើងដាក់ក្រូចតែ2គ្រាប់សិនទៅបងប្អូនបើមិនទាន់ជូរដាក់3គ្រាប់តែខ្ញុំដាក់តែ2គ្រាប់គឺល្មមតែម្ដងក្រូចងាំងៅគឺហ្នឹងគឺគ្រឿងពិសេសគឺក្រូចងាំងៅតែម្ដងពេលតែដាក់ទៅឈ្ងុយឈ្ងប់តែម្ដងនេះគេហៅថាក្រូចងាំងៅបងប្អូនណាក្រូចណាចឹងទៅពេលរីកទៅធំធំមែនតើក្រូចរបស់យើងបងប្អូនណាឥឡូវយើងមកពងខ្ទឹមវិញខ្ទឹមនេះក៏ចាំល្អិតជាងនឹងបន្តិចក៏បានប៉ុណ្ណឹងក៏បានតែយើងគង់ដល់ងាស់ទៅវាលួយទេខ្ទឹមថ្ងៃហ្នឹងរៀបក្របធំតិចខ្ទឹមហ្នឹងពងទៅដល់ឈ្ងុយមកដើម្បីយកមកដាក់នៅក្នុងទឹកស៊ុបមករបស់យើងហ្នឹងបងប្អូនឲ្យកាន់តែឈ្ងុយពេលដែលយើងភ្លក់ទឹកទៅគឺក្អូបខ្ទឹមហ្នឹងតែម្ដងខ្ទឹមបំពងហើយយើងដាក់ចូលច្របាច់ទៀតមកមានតែលឹកខ្ទឹមខ្ជាអាណាទៀតអែមតែម្ដងសម្រាប់ម្ហូបមុខនេះបងប្អូនងាយងាយរសជាតិឆ្ងាញ់ណាស់បងប្អូនអើយជ្រួយជាតិវាមិនអាចបំភ្លេចបានជូរអែមស្រស់តែម្ដងអញ្ចឹងធ្វើហូបម្ដងហើយចង់ធ្វើហូបទៀតអីអញ្ចឹងបងប្អូនអើយហើយក្រូចងាំងៅនេះដែរខ្ញុំទើបតែធ្វើលើកទី1ដែរទេបងប្អូនគឺឆ្ងាញ់មែនតើគឺបាយអស់ទាំងឡូតែម្ដងបងប្អូនចឹងបងប្អូនបានឃើញវីដេអូនេះហើយតើក៏បងប្អូនមាននិស្ស័យជាមួយនឹងខ្ញុំដែរចឹងសូមចុចបេះដូងម្នាក់មួយផងឬក៏បងប្អូនចូលមកថ្មីជួយ Subscribe Channel YouTube នេះខ្ញុំម្នាក់មួយផងបន្ទាប់មកចុចសញ្ញាកណ្ដឹងដើម្បីតាមដានវីដេអូថ្មីជារៀងរាល់ថ្ងៃផងដែរណាយត់តាមដានមិនតាន់គេទៅដល់ណាណៃបងប្អូនអត់តាន់ដឹងចឹងណាឥឡូវនេះក៏ឆ្អិនហើយបងប្អូនណាគឺយើងអាចសន្មត់ថាយើងអាចភ្លក់បានហើយមើលក្រូចដែលយើងបំពងឡើងខាស់ស្រួយជ្រុលមិញពេលដែលឆ្អិនទៅគឺប៉ុណ្ណឹងគឺល្មមតែម្ដងបងប្អូនណាមិនមែនរីកស្បែកទេបងប្អូនគឺសាច់ខាងក្នុងឡើងរឹងស្រួយឆ្ងាញ់ហ្មងបងប្អូនអើយកុំភ្លេចណាបងប្អូនแชร์វីដេអូម្នាក់នេះមួយដើម្បីឲ្យបងប្អូនធ្វើញ៉ាំតគ្នាផងណាតាព្រោះម្ហូបនេះគឺជាម្ហូបខ្មែររបស់យើងគ្រប់ត្រឹមម្ហូបខ្មែរយើងម្នាក់មួយទៅណាបីឲ្យកូនយើងជំនាន់ក្រោយចេះធ្វើញ៉ាំគ្រប់គ្នាបងប្អូនគាត់តែជួយ share មួយទៅណាដើម្បីដិតចិត្តទុកថាជាបុណ្យផងដែរចឹងដួសមកហើយដល់ម៉ោងស្រក់ទឹកមាត់ហើយណាបងប្អូនដាក់តាខ្ជីទៀតទៅអែមតែម្ដងតំណងអត់ហ្នឹងដូចតែ2 3ឡើងពេញមួយគ្រោងធំតែម្ដងបងប្អូនហើយតាស់មកញ៉ាំបាយជាមួយចែងធីទាំងអស់គ្នាណាបងអូនធីបណ្ដាមុនហើយ